បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនវិលមកជួបគ្នាសារជាថ្មីទៀតហើយនៅរឿងនិទានខ្លីៗហើយខ្ញុំបាទក៏សូមខន្តីអភ័យទោសទុកជាមុនរាល់កំហុសខុសឆ្គងឬក៏ពាក្យពេចន៍ណាដែលមិនសមរម្យនៅក្នុងសាច់រឿងក៏សូមពុកម៉ែបងប្អូនខន្តីអភ័យទោសរបស់ខ្ញុំបាទផងណាបងប្អូនហើយខ្ញុំសង្ឃឹមថាពុកម៉ែនិងបងប្អូននឹងចូលចិត្តឬក៏មិនចូលចិត្តក៏សូមអធិស្ឋានផងបងប្អូនហើយបើសិនជាមានពាក្យពេចន៍ណាដែលមិនសមរម្យក៏សូមខន្តីអភ័យទោសផងបងប្អូនព្រោះកំហុសខុសឆ្គងតែងតែកើតមានហើយតិចរឿងដែលខ្ញុំយកមកសម្រាយជូនពុកម៉ែបងប្អូននៅពេលនេះគឺនិយាយអំពីបងថ្លៃនិងប្អូនថ្លៃបងប្អូនបងថ្លៃតែងតែឲ្យប្អូនថ្លៃនឹងបានហូបនំអាកោហូបនំប៉ាវអីចឹងទៅពេលដែលប្តីមិននៅហើយបងប្អូនថ្លៃនោះញ៉ាំដែរបងប្អូនបានបងថ្លៃឲ្យហូបនំប៉ាវនំអាកោនំគោមអីចឹងទៅបងប្អូនថ្លៃញ៉ាំលេងចង់យកប្រពន្ធព្រោះជាប់ចិត្តនឹងនំប៉ាវបងថ្លៃតោះអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅដល់សាច់រឿងទាំងអស់គ្នាបងប្អូនបងស្រីនួនគាត់ជានារីស្រស់ស្អាតម្នាក់គាត់បានរៀបការជាមួយនឹងបងប្រធីពួកគាត់ទាំងពីរនាក់រៀបការបាន2ឆ្នាំហើយពួកគាត់ទាំងពីរនាក់មិនទាន់នឹងមានកូននៅឡើយទេហើយពួកគាត់រស់នៅយ៉ាងមានក្តីសុខនៅក្នុងគ្រួសារតែអ្វីដែលបងស្រីនួនចង់បាននោះគឺក្តីសុខដែលប្តីប្រពន្ធបែបប្តីប្រពន្ធអីចឹងទៅគឺក្តីសុខពីប្តីផ្ដល់ឲ្យប្រពន្ធហើយបងស្រីនួនមិនសូវជាបានក្តីសុខពីប្តីប៉ុន្មានទេព្រោះអីប្តីរបស់បងស្រីនួននេះគាត់តែងតែធ្វើការចុះខេត្តឆ្ងាយៗចឹងទៅកំឡុងបានមកផ្ទះយូរបានមកម្ដងអីចឹងទៅហើយប្រុសអីបងប្រុសធីជាប្តីរបស់បងស្រីនួននឹងគឺគាត់រវល់តែធ្វើការក្នុងមួយខែគាត់បានសម្រាកបានតែ2ទៅ3ថ្ងៃទេបានឲ្យទៅដល់ថ្ងៃសម្រាកទេគឺគាត់មិនគិតអីទេបងប្អូនបងប្រុសធីហ្នឹងគឺគាត់សម្រាកយកកម្លាំងដើម្បីធ្វើការនៅថ្ងៃស្អែកកាន់ស្អែកទៀតអីចឹងទៅបងប្រុសធីហ្នឹងបានសម្រាក2 3ថ្ងៃតែប៉ុណ្ណោះមិនមានពេលគ្រប់គ្រាន់ជាមួយនឹងបងស្រីនួននោះទេហើយបងស្រីនួននៅផ្ទះតែម្នាក់ឯងមិនមានអ្នកនិយាយគ្នាលេងហើយផ្ទះរបស់បងស្រីនួននិងផ្ទះម្ដាយក្មេកដែលជាម្ដាយរបស់បងប្រុសធីគឺគាត់បានចែកឲ្យបងប្រុសធីនិងបងស្រីនួននៅពេលដែលពួកគាត់ទាំងពីរនាក់បានរៀបការរួចហើយនៅផ្ទះម្ដាយបងប្រុសធីគឺមានប្អូនប្រុសរបស់បងប្រុសធីម្នាក់ទៀតហើយក៏ពេញកំឡោះផងដែរបងប្អូនបងប្រុសធីហ្នឹងគឺគាត់ពេញកំឡោះហើយក៏ត្រូវជាប្អូនថ្លៃរបស់បងស្រីនួនផងដែរបងស្រីនួនឧស្សាហ៍និយាយលេងជាមួយប្អូនថ្លៃខ្លះដែរនៅពេលយូរម្ដងអីយ៉ាងទៅបងស្រីនួននិងប្អូនថ្លៃក៏កើតមានអារម្មណ៍ទំនាក់ទំនងជាមួយគ្នាដោយសារតែបងប្រុសធីគាត់ចុះខេត្តយូរទុកប្រពន្ធចោលឲ្យនៅតែឯងអីចឹងទៅនៅយប់មួយបងស្រីនួនបានបបួលប្អូនថ្លៃឲ្យមកដេកជាមួយព្រោះបងស្រីនួនប្រាប់ថាគាត់មិនហ៊ាននៅម្នាក់ឯងទើបបបួលប្អូនថ្លៃឲ្យមកដេកនៅផ្ទះជាមួយរបស់ខ្លួនគាត់បានជាគ្នាទៅពេលយប់បន្តិចប្អូនថ្លៃរបស់បងស្រីនួនបានមកប្អូនថ្លៃរបស់បងស្រីនួនក៏បានរៀបចំកន្លែងដេកនៅសំយ៉ាបនៅខាងមុខផ្ទះហើយបងស្រីនួនដេកនៅក្នុងផ្ទះប៉ុន្តែបងស្រីនួនមិនព្រមឲ្យប្អូនថ្លៃដេកនៅខាងក្រៅផ្ទះទេបានឲ្យប្អូនថ្លៃមកដេកនៅក្នុងផ្ទះជាមួយនឹងបងស្រីនួនហើយបងស្រីនួនបាននិយាយលេងក៏ដូចជាសួរប្អូនថ្លៃថាប្អូនថ្លៃរាល់ថ្ងៃប្អូនថ្លៃអីមានសង្សារនៅហើយមានបានស្រឡាញ់អ្នកណានៅក្នុងចិត្តហើយបងស្រីនួនគាត់និយាយបណ្ដើប៉ុន្តែដៃរបស់គាត់បានរាវរកអូនតូចរបស់ប្អូនថ្លៃបណ្ដើធ្វើឲ្យប្អូនថ្លៃស្រាវ
គាត់មានអារម្មណ៍មិនចឹងទៅហើយបងស្រីក៏អៀនអត់ហ៊ានមកទេបងប្អូនអត់ហ៊ានថាមិនបងស្រីដែរហើយបងស្រីនួនក៏បានឲ្យបងអូនថ្លៃហូបនំប៉ាវមួយតើត្រូវមាត់បងអូនថ្លៃអត់ដល់ពេលហើយចឹងទៅបងអូនថ្លៃក៏បានហូបនំប៉ាវពេលហូបនំប៉ាវហើយក៏បានលួចហូបទាំងនំគមរបស់បងស្រីថែមទៀតហើយប្អូនថ្លៃក៏បាននិយាយថានំប៉ាវនិងនំគមរបស់បងនួនពិតជាឆ្ងាញ់មែនបងប្អូនថ្លៃក៏អូកាឡាទៀតបងប្អូនចាំបងថ្លៃឲ្យដៃហើយបងប្អូនមិនហ៊ានប្រកែកបងហើយបងស្រីនួនបានសួរទៅបងប្អូនថ្លៃថាចូលចិត្តអត់ចង់ហូបរាល់ថ្ងៃអត់បងស្រីនួនក៏សួរបងប្អូនថ្លៃចឹងណាហើយបើចង់ហូបនំបងហើយបើចង់ហូបនំបងឲ្យហូបរាល់ថ្ងៃហើយប្អូនថ្លៃក៏បានឆ្លើយប្រាប់បងស្រីនួនថាខ្ញុំចង់ហូបរាល់ថ្ងៃហើយចុះបងឲ្យខ្ញុំហូបនំរាល់ថ្ងៃមែនអត់ប្អូនថ្លៃសួរចឹងវិញណាហើយពេលចឹងហើយបងស្រីនួនបានឆ្លើយតបនឹងប្អូនថ្លៃថានឹងហើយបងឲ្យហូបរាល់ថ្ងៃហើយតែប្អូនថ្លៃឯងមិនហូបបាទបងថ្លៃនៅម្នាក់ឯងយូរដែរបងឲ្យហូបរាល់ថ្ងៃរហូតប្អូនឯងមានប្រពន្ធហើយជារៀងរាល់យប់បងស្រីនួនតែងតែឲ្យប្អូនថ្លៃហូបនំតាមចិត្តរាល់ពេលដែលបងប្រុសធីមកនៅផ្ទះបងស្រីនួនដឹងតែបានហូបចេករាល់ពេលបងប្រុសធីមកនៅផ្ទះគឺបងស្រីនួនដឹងតែបានហូបចេករបស់ប្អូនថ្លៃហើយបងស្រីនួនគាត់បាននិយាយប្រាប់ប្អូនថ្លៃថាប្អូនថ្លៃមានកម្លាំងខ្លាំងជាងប្តីរបស់គាត់ប្តីរបស់បងស្រីនួនរវល់តែធ្វើការមកដល់ផ្ទះក៏អស់កម្លាំងហើយដេកបាត់អីចឹងទៅហើយអូនទូចក៏ខ្សោយមិនខ្លាំងដូចជាប្អូនថ្លៃនោះទេហើយបងប្រុសធីក៏មិនដឹងដែរថាប្អូនប្រុសរបស់គាត់មកហូបនំគមគាត់រាល់ថ្ងៃនេះទេព្រោះអីរឿងនេះមិនមាននរណាដឹងទេបើបងស្រីនួននិងប្អូនប្រុសរបស់គាត់មិននិយាយគឺថាបងប្រុសធីនឹងគាត់មិនដឹងទេនៅពេលដែលមកពីធ្វើការនៅខេត្តវិញគឺបងស្រីនួននៅជាមួយនឹងបងប្រុសធីធម្មតាអីចឹងទៅនៅក្នុងពេលយប់នោះបងប្រុសធីនៅផ្ទះប្រហែលជា 2-3 ថ្ងៃបងប្អូនគឺបងស្រីនួនមិនឲ្យប្អូនថ្លៃរបស់គាត់នឹងមកទេព្រោះប្តីរបស់គាត់នៅផ្ទះអីចឹងទៅហើយបងប្រុសធីនៅផ្ទះសម្រាប់បាន 2-3 ថ្ងៃគឺគាត់មានការចុះទៅតាមខេត្តទៀតហើយបងប្រុសធីក៏បានប្រាប់បងស្រីនួនដែលជាប្រពន្ធរបស់គាត់ថាខ្លួនគាត់ត្រូវបានចុះទៅតាមខេត្តទៀតហើយប្រហែលជាកន្លះខែឬមួយខែអីបានត្រឡប់មកវិញអីចឹងទៅនៅពេលដែលបងប្រុសធីចេញទៅធ្វើការបាត់គឺយប់ឡើងបងស្រីនួនគាត់បានឲ្យប្អូនថ្លៃមកហូបនំគមដែលនៅសល់ពីប្តីរបស់គាត់ប្រហើយអីចឹងទៅហើយប្អូនថ្លៃរបស់បងស្រីនួនក៏មិនចាំយូរអីដែរហើយក៏មើលទៅនំគមនៅពេញចានដែរបងប្អូនសុទ្ធតែនំនៅល្អគឺប្អូនថ្លៃរបស់បងស្រីនួនហូបនំគមទាល់តែអស់ពីក្នុងចានអីចឹងទៅហើយពួកគាត់ទាំងពីរនាក់បាននាំគ្នាសម្រាករហូតដល់មាន់រងាវចិត្តភ្លឺហើយបងស្រីនួនបានឲ្យប្អូនថ្លៃហ្នឹងហូបនំគមមួយទៀតចាំឲ្យទៅផ្ទះហើយប្អូនថ្លៃរបស់គាត់ហ្នឹងបានហូបនំគមបងស្រីនួនតែមួយឆ្អែតក៏បានងើបទៅផ្ទះហើយចឹងទៅនៅពេលហូបនំរួចទៅងើបទៅបងស្រីនួនបានឲ្យប្អូនថ្លៃទៅផ្ទះមុនថ្ងៃរះនៅពេលយប់បន្តទៀតប្អូនថ្លៃរបស់បងស្រីនួនហ្នឹងបានមកផ្ទះបងស្រីនួនទៀតគឺគាត់បន្តហូបនំគមដែលបងស្រីនួនហ្នឹងត្រៀមទុកឲ្យគឺហូបយ៉ាងណាក៏មិនចេះឆ្អែតដែរបងប្អូនព្រោះនំគមបងស្រីនួនក៏ធ្វើល្អណាស់នៅពេលដែលហូបនំគមបងស្រីបាន 2-3 ដងហើយគាត់បាននិយាយប្រាប់បងស្រីនួនថាខ្លួននឹងគឺត្រូវបានម៉ែឲ្យយកប្រពន្ធហើយតែគាត់មិន
តែគាត់នៅមិនទាន់ចង់បានតែគាត់នៅមិនទាន់ចង់យកប្រពន្ធទេហើយបងស្រីនួនក៏បានប្រាប់ទៅប្អូនថ្លៃថាបើម៉ែឲ្យយកប្រពន្ធហើយក៏យកតាមគាត់ទៅអីចឹងទៅហើយប្អូនថ្លៃនឹងគឺបានឆ្លើយថាខ្ញុំមិនទាន់ចង់យកខ្ញុំមិនទាន់ចង់យកប្រពន្ធគឺខ្ញុំនៅចង់គឺខ្ញុំចង់នៅជាមួយបងថ្លៃឲ្យបានយូរជាងនេះសិនព្រោះបងថ្លៃស្អាតគ្រប់កន្លែងគ្មានកន្លែងណាទាស់ទេជាពិសេសនំគមរបស់បងថ្លៃធ្វើឲ្យខ្ញុំដកចិត្តមិនរួចដល់ពេលហើយចឹងទៅបងស្រីនួនក៏បានប្រាប់ទៅប្អូនថ្លៃឯងមិនអាចនៅជាមួយបងបានរហូតទេបងក៏មានប្តីហើយដែរអញ្ចឹងប្អូនឯងគួរតែឆាប់យកប្រពន្ធតាមម៉ែទៅដល់ពេលហើយចឹងទៅប្អូនថ្លៃហ្នឹងក៏យកប្រពន្ធតាមម៉ែអញ្ចឹងទៅតែទោះបីជាប្អូនថ្លៃមានប្រពន្ធហើយក៏ដោយតែប្អូនថ្លៃក៏នៅតែមានឱកាសមករកបងស្រីនួនដដែលប៉ុន្តែមករកមិនញឹកញាប់ទេបងប្អូនត្រឹមតែ2-3ថ្ងៃមករកបងស្រីនួនបានម្ដងហើយចឹងទៅតម្រុំតែកាត់ចិត្តពីបងស្រីនួនបានរៀងយូរបន្តិចដែរហើយបងស្រីនួនចេះតែលួងនឹងប្រាប់ឲ្យប្អូនថ្លៃកាត់ចិត្តពីគាត់2ខែមករកគាត់2-3ដងឲ្យបានហើយប្អូនថ្លៃក៏បានកាត់ចិត្តក្នុងមួយខែប្អូនថ្លៃហ្នឹងបានមករកបងស្រីនួន3ដងក្នុង3ដងរហូតបានតែជា3-4ខែគឺមករក2ដងក្នុងមួយខែអញ្ចឹងទៅមួយខែរហូតដល់អញ្ចឹងទៅបងស្រីនួនមានកូនប៉ុន្តែมันមានកូនជាមួយនឹងប្អូនថ្លៃទេគឺគាត់មានបងស្រីនួនមានកូនជាមួយនឹងប្តីរបស់គាត់ហើយប្អូនថ្លៃក៏ផ្ដាច់ការតាក់ទងជាមួយនឹងបងស្រីនួនរបស់ខ្លួនហើយប្រពន្ធរបស់ប្អូនថ្លៃហ្នឹងក៏មានកូនដំណើរនឹងបងថ្លៃដែរបងប្អូនដំណើរគ្នាហើយពួកគាត់ទាំងពីរគឺផ្ដាច់ការតំណតំណងការនៅជាមួយគ្នាជិះសេះលេងហូបនំគមអីចឹងទៅព្រោះគាត់ថាបងស្រីនួនក៏គាត់ពោះផងដែរហើយខាងប្អូនប្រពន្ធប្អូនថ្លៃនោះក៏គឺគាត់មានទាំងងន់ផងដែរគឺអញ្ចឹងគឺគាត់ហៅថាបន្ទុកគ្រួសារគឺមានរៀងខ្លួនហើយចឹងទៅបងប្អូនបាទសាច់រឿងក៏ដល់ទីបញ្ចប់ដែរបងប្អូនហើយក៏សូមខន្តីអភ័យទោសដល់កំហុសខុសឆ្គងឬក៏ពាក្យពេចន៍ណាអាចស្រួលស្ដាប់ទៅមិនសមរម្យក៏ខន្តី